Xin chào nhau nè. Giờ màបន្តមួយទៀតទៅPSX đấy.ដំណើរការនេះដូចជាដំណើរការមិញដែរតែគ្រាន់តែយើងមាន select switch ទី2សម្រាប់បញ្ជីឲ្យបានមួយ cycle ឲ្យបានវិលមកជុំស្នាក់ផ្ដាច់ដូចជាមួយនឹង PB3 យើងចុចទៅគឺវាផ្ដាច់ដូចគ្នាដំណើរការដាក់តែ SV ទេគ្រាន់តែពិបាកយើងពិបាកដែរដោយសារតែចង់ឲ្យវាកាច់មក select ឲ្យវាដំណើរការមួយទៀតជារឿងគួរឲ្យរឿងគួរសមហើយណាស់បៀហើយខ្ញុំបៀហើយអស់ម្ដងហើយយើងមកនិយាយថាកាយមកតោះដូចមិញដែរយើងមិនទាន់កាច់ select switch អីទាំងអស់អូខេចុច PB1 យ៉ាចុច start អូខេ start ខ្ញុំចុច PB1 បាច់ណាធៀបលេងហាក់ណាវាsorry nàyតិចតួចកុំព្យូទ័រលេងក្តៅខ្លាំងដែរមែនយូយើងអូខេពេលបើ select switch មួយដំណើរការនេះយើងបើ select switch មួយភ្លើងចូលយើងចុច PB2 បានចូលដល់ relay ទីមួយចុច PB2 ដំណើរការនេះក៏ដូចនេះបើ SL2 តែមើលដំណើរការវាវាយដាច់លើហើយបោះ cycle មកខាងស្ដាំមកវត្តមកប៉ះ SL1 វាឈប់ទេមក scan ក្រោយវាដំណើរការមកវិញនឹងគេហៅ cycle វាដំណើរការវើជុំហើយចាំមើលយើងតេស្តធ្វើការប្រើ speed ម្ដងប្រើដំណើរការ speed ពេលមកប៉ះ SL1 វិញម្ដងទៀតវាស្មើមកជុំគឺវាផ្ដាច់ហើយright ដាក់លេងណាហើយបើយើងចង់ដំណើរការចុចលេខ switch បាច់ PB2 ចាំមើលពេលយើងចុច PB3 វាមកប៉ែសិនមួយវាឈប់គ្នាដូចអាចយើងដើមនេះទី1របស់យើងមិញដែរបាទវាឈប់អូខេយើងតេស្តទៅលើ menu operation តែឲ្យមើលមួយទៀតចុចមួយគឺផ្ដាច់បើកវិញចុចជឿដំណើរការទេតើយើងមកប៉ះ SL1 បានវត្តប៉ះចុច PB2 បានវាវត្តទៅចឹងអូខេវីដេអូមានតែប៉ុណ្ណឹងសូមអរគុណ